រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាបានថ្លែងថាក្រសួងនឹងបន្តកាត់បន្ថយចំនួនក្របខ័ណ្ឌមន្ត្រីនគរបាលនៅថ្នាក់ក្រសួងនិងបង្កើនការបែងចែកក្របខ័ណ្ឌទៅកាន់ថ្នាក់មូលដ្ឋានដើម្បីពង្រឹងសមត្ថភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអង្គភាពនគរបាលនៅតាមមូលដ្ឋានលោកសសុខាថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងប្រគល់វិញ្ញាបនបត្រដល់សាខាការនិងសិស្សនគរបាលពន្ធនាគារជ័យលាភីនៃបណ្ឌិតសភានគរបាលកម្ពុជាកាលពីថ្ងៃទី20ខែកក្កដាបើតាមលោកសសុខាក្រសួងមហាផ្ទៃបានកែសម្រួលការបែងចែកក្របខ័ណ្ឌមន្ត្រីនគរបាលជាបន្តបន្ទាប់ដោយផ្ដោតការយកចិត្តទុកដាក់លើអង្គភាពនៅថ្នាក់មូលដ្ឋានជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់លោកឲ្យដឹងថានៅឆ្នាំ2025ក្រសួងបានបែងចែកក្របខ័ណ្ឌមន្ត្រីនគរបាលថ្មីជាង 70% ទៅឲ្យអង្គភាពថ្នាក់មូលដ្ឋានខណៈក្របខ័ណ្ឌសម្រាប់ថ្នាក់ក្រសួងត្រូវបានកាត់បន្ថយមកនៅប្រមាណ 20% នៅឆ្នាំ2026សមាមាត្រនេះបានកើនឡើងដល់ជាង 80% សម្រាប់ថ្នាក់មូលដ្ឋានហើយលោកថានឹងបន្តកើនឡើងនៅឆ្នាំបន្តបន្ទាប់លោកសសុខាទទួលស្គាល់ថាការបង្កើនក្របខ័ណ្ឌទៅថ្នាក់មូលដ្ឋានមានន័យថាអង្គភាពចំណុះទីស្តីការក្រសួងនឹងទទួលបានក្របខ័ណ្ឌតិចជាងមុនប៉ុន្តែលោកបាននិយាយថាថ្នាក់ដឹកនាំអង្គភាពទាំងនោះបានគាំទ្រកំណែទម្រង់នេះដោយចាត់ទុកថាជាផលប្រយោជន៍សម្រាប់ជាតិនិងប្រជាពលរដ្ឋលោកបានបញ្ជាក់ថាគោលដៅនៃការកែតម្រង់នេះគឺដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលនិងអធិការដ្ឋានឲ្យបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាពនិងផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័សលោកថាកំណែទម្រង់នេះជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជាដែលផ្ដោតការបង្ខិតសេវាសាធារណៈឲ្យកាន់តែខិតជិតប្រជាពលរដ្ឋនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបានប្រាប់សារព័ត៌មានកាសែតខ្មែរថាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាវាជាយន្តការនិងចំណាត់ការមួយល្អព្រោះថាការកាត់បន្ថយមន្ត្រីក្របខ័ណ្ឌនគរបាលនៅថ្នាក់ក្រសួងក៏ជួយការកាត់បន្ថយនៃការចំណាយថវិកាជាតិមួយចំនួនដែរហើយទៅពង្រឹងប្រសិទ្ធភាពនិងគុណភាពរបស់មន្ត្រីនគរបាលនៅថ្នាក់មូលដ្ឋានចាប់ពីថ្នាក់មន្ត្រីប៉ុស្តិ៍រដ្ឋបាលតាមឃុំសង្កាត់មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំសង្កាត់គឺនៅជាប់ជាមួយនឹងប្រជាពលរដ្ឋនិងថ្នាក់មូលដ្ឋានដែលធានានៅក្នុងការកិច្ចការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺយន្តការនិងវិធានការនេះគឺជារឿងល្អប៉ុន្តែអ្វីដែលសំខាន់បន្ថែមទៀតគឺពង្រឹងនៅគុណភាពនិងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានហ្នឹងឲ្យមានប្រសិទ្ធភាពលោកបានថ្លែងបន្តថាយន្តការនិងវិធានការនេះជារឿងល្អប៉ុន្តែអ្វីដែលសំខាន់បន្ថែមទៀតគឺពង្រឹងនូវគុណភាពនិងការផ្ដល់សេវាជូនប្រជាពលរដ្ឋថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព